ផ្លូវងងឹតដែលប្រចាំនៅតំបន់រង្វង់មូលតាមុខធ្វើឲ្យប្រជាពលរដ្ឋនៅទីនោះគឺញាក់សាច់គ្រប់គ្នាតែម្ដងហើយជុំវិញរឿងរ៉ាវខាងលើនេះត្រូវបានប្រជាពលរដ្ឋជាអ្នករស់នៅក្នុងស្រុកអន្លង់វែងគឺគាត់បានចែករំលែកតាក់ទងទៅនឹងបារមីដ៏ខ្លាំងពូកែរបស់លោកយាយម៉ៅនិងបារមីដ៏ខ្លាំងពូកែរបស់លោកតាកន្សែងបក់កន្សែងបោយបើនិយាយនៅតាមបណ្ដាទីកន្លែងមួយចំនួនគេតែងតែឃើញមានការដាក់តាំងនៅរូបសំណាកតំណាងឲ្យបារមីផ្សេងសម្រាប់ជាទីគោរពបូជាដូចជានៅឯខេត្តបាត់ដំបងក៏គេឃើញមានរូបសំណាកគោរពបូជាលោកតាដំបងក្រញូងផងដែររីឯនៅពេជ្រណាល់វិញគឺមានលោកយាយម៉ៅនិងលោកតាខ្មៅនៅខេត្តកណ្ដាលផងដែរចំណែកឯនៅស្រុកអន្លង់វែងខេត្តបន្ទាយមានខេត្តឧត្តរមានជ័យឯនេះវិញក៏ប្រជាពលរដ្ឋមានការជឿជាក់ទៅលើបារមីរបស់លោកយាយម៉ៅផងដែរនិងលោកតាកន្សែងបក់កន្សែងបោយសម្រាប់អ្នកស្រុក